នាងចិត្តល្អនាងឲ្យចំណេញឆ្មាស្រាប់តែស្ដាប់ភាសាឆ្មាបានមកតាមខ្ញុំមកនាងក៏ដើរតាមឆ្មាដល់មុខវាំងតាមការណែនាំនាងចង់សុំការងារជាអ្នកបង្ហាត់សត្វពេលនាងនិយាយភ្លាមទីហ៊ានបដិសេធអ្នកបង្ហាត់សត្វក្នុងវាំងមិនងាយស្រួលទេឆ្មាមិនដោះនាងនិយាយតែ3ពាក្យទៅកាន់ឆ្មាអើយជួយខ្ញុំផងឈុតនេះអង្គរៈទាំងពីរភ្ញាក់ផ្អើលក្មេងស្រីអាចនិយាយជាមួយសត្វមិនថាហើរឬលូនលើដីទេនាងអាចរាប់អានជាមួយសត្វភ្លាមពេលអង្គរៈឃើញសមត្ថភាពពិសេសនេះនាំនាងទៅជួបព្រះអង្គម្ចាស់ព្រះអង្គមានសេះកាចខ្លាំងមិនឲ្យអ្នកណាចិត្តឬថានាងជាគ្រូបង្វឹកសត្វពូកែព្រះអង្គឲ្យនាងសាកល្បងតែស្មានមិនដល់នាងនិយាយទៅកាន់សេះនោះបើមិនឲ្យគាត់ជិះគាត់នឹងទុកខ្ញុំឲ្យឃ្លានសូមអង្គវរអ្នកជិះបានតែមួយថ្ងៃសេះដែលរើបំរាស់មុននេះក៏ស្លូតភ្លាមមិនត្រឹមអង្អែវាមិនប្រឆាំងទេថែមទាំងពេលជិះសេះក៏មិនរើបំរាស់ព្រះអង្គចង់ទុកអ្នកបង្ហាត់សត្វនេះនៅដំណាក់សន្យាថាបើបម្រើគ្រប់3ឆ្នាំជាអ្នកបង្ហាត់ព្រះអង្គនឹងឲ្យប្រាក់3000តម្លឹង3ឆ្នាំក្រោយបើនាងហើយសត្វថ្វាយព្រះអង្គនឹងបានតំណែងរាជទាពេលនោះនឹងលើកជាព្រះស្នំនាងមិនដឹងថានាងស្រឡាញ់ព្រះអង្គណាស់នាងខិតខំជាអ្នកបង្ហាត់សត្វ3ឆ្នាំជួយព្រះអង្គបានរាជទាតែនាងមិនដឹងរាជទាគ្រាន់តែប្រើនាងរាជទាស្រឡាញ់ស្រីក្បត់3ថ្ងៃទៀតរាជទារៀបចំពិធីអភិសេកតាការប្រាប់ស្រីក្បត់កញ្ញាគ្រាន់តែជាឧបករណ៍ឡើងតំណែងក្នុងពិធីបុណ្យមហេសីជារបស់នារីចិត្តអាក្រក់នាងជាស្នំឯកត្រូវធ្វើជាទាសីស៊ីងតែរាជទានឹងស៊ីងមិននឹកស្មានសត្វស្លាប់ក្បែរនោះអ៊ីច្បាស់ហើយឆាប់ប្រាប់ផែនការដល់នាងបៃចៅអ្នកត្រូវតែរត់ឲ្យលឿនមិនបាច់ទេស្រីចិត្តអាក្រក់រកនាងឃើញគេទើបឃើញនាងអ្នកវឹកហាត់សត្វឃើញនាងជាឧបសគ្គមិនបង្អង់យូរក៏ខ្វាច់មុខនាងចាប់ពូកែឃើញក៏ខឹងភ្លាមវាហៅវត្តស្លាប់មកទីស្ត្រីនោះវាខ្វេះមុខនាងព្រះអង្គគុំម្ចាស់មកដល់ស្ត្រីនោះក៏សម្ដែងជាជនរងគ្រោះវិញចង្អុលស្នាមរបួសចោទនាងឲ្យចាប់ធ្វើបាបចង្អុលរបួសបង្ខូចកិត្តិយសថាចាប់ធ្វើបាបនាងព្យាយាមការពារសត្វចាប់ប៉ុន្តែព្រះអង្គស្ដាប់តែស៊ីនជីននូដាក់ទោសឃុំខ្លួន3ថ្ងៃត្រូវសុំទោសស៊ីនជីននូហើយទាំងបង្ខំឲ្យនាងប្រគល់ចាប់ទៅស៊ីនជីននូដឹងថាចាប់នឹងស្លាប់ក្នុងដៃនាងវានឹងស្លាប់នាងក៏លែងសត្វចាប់នោះភ្លាមទៅមិនទាន់ហើរលឿនធ្វើឲ្យព្រះអង្គខឹងបញ្ជាវីនាង30រំពាត់វីរហូតសាច់ដាច់ក្រឡត់មិនអាចកម្រើកនាងដឹងថាត្រូវខ្ញុំអស់តម្លៃហើយត្រូវចាក់ចេញឆ្មារកនាងឃើញឲ្យថ្នាំបំបត្តិឈឺចាប់ការបានជួបឆ្មាតូចម្ដងទៀតនាងសប្បាយចិត្តដូច្នេះនាងក៏ប្រាប់គម្រោងទៅកាន់ឆ្មាតូចមិនដឹងទៅណាប៉ុន្តែមិនចង់និយាយជាមួយឆ្មាតូចទេប្រធាននាងណែនាំខ្លួនដល់កូនឆ្មាក៏សួរឈ្មោះវាខ្ញុំសៀវហ្វេលៀនពីឈ្មោះវាអង្គអាចដូច្នេះនាងសប្បាយចិត្តធ្វើឲ្យនាងគិតថាម្ចាស់កូនឆ្មាជាមនុស្សថ្លៃថ្នូរនឹកស្មានកូនឆ្មាធំក្លិនអាហារក៏លានាងទៅរកម្ចាស់វាអត់មានកូនឆ្មាទៀតនាងក៏កាត់ទុកទៀតមើលកងត្រា3ឆ្នាំមុនលេងជំពាក់ត្រង់ហើយរាជទាយាទពងនាងត្រូវយក3000តែមិនយកតំណែងស្នំទេតែស្មានមិនដល់រាជទាយាទមកបន្ទប់នាងជប់នាងបង្ហាញក្តីបារម្ភនាងដឹងចិត្តត្រង់យូរហើយហេតុអីបារម្ភគឺចង់ឃុំខ្ញុំក្នុងវាំងឲ្យធ្វើទាសករនាងយកកងត្រាចេញមក3ឆ្នាំគ្រប់ហើយនាងបដិសេធមិនជួយព្រះអង្គយល់ច្រឡំព្រះអង្គមិនដឹងចិត្តនាងគិតថានាងលេងវឹកហាត់សត្វព្រះអង្គសន្យា3ថ្ងៃទៀតធ្វើមហេសីរងឲ្យនាងចាំទទួលការតែងតាំងចប់ព្រះអង្គក៏ហកថាជាប់រវល់នាងអស់សង្ឃឹមនឹងព្រះអង្គដូច្នេះដើម្បីរួចផុតពីវាសនាទាសីនាងតាំងចិត្តចាក់ចេញនាងក៏កញ្ញាបានភ្លាមថ្ងៃរត់គេចល្អគឺថ្ងៃតែងតាំងឥឡូវនេះនាងត្រូវការវីដេអូពីក្រុងស្អែកឡើងពេលនាងបារម្ភរឿងវីដេអូនាងក៏ជួបកូនឆ្មាទៀតតាមរយៈការណែនាំរបស់វាជួបម្ចាស់កូនឆ្មា3ឆ្នាំមុននាងធ្លាប់ជួយឆ្មាម្ចាស់និយាយបើនាងលំបាកត្រូវប្រាប់គាត់ពេលម្ចាស់និយាយចប់នាងប្រាប់គាត់ថាខ្ញុំចង់ចាក់ចេញតែខ្វះវីដេអូស្តាងម្ចាស់ឆ្មាយល់ព្រមភ្លាមយល់ព្រមលឿនណាស់ស្អែកជាការព្រះរាជបុត្រក្រុងនឹងធូររលំដល់ពេលគេរៀបចំឆ្មាតូចយកលូអ៊ីងទៅឲ្យនាងលឿនណាស់មកដល់យប់មុនការឆ្មាតូចរក្សាពាក្យយកលូអ៊ីងឲ្យនាងហើយនរណាដឹងពេលនាងតាមឆ្មាតូចរត់គេចព្រះរាជបុត្រខ្លាចនាងទៅក៏តាមរកឃើញនាងស្ពីអីវ៉ាន់ព្រះអង្គមិនគិតថានាងរត់គិតថាលីស្រូវទៅចិញ្ចឹមសត្វព្រះរាជបុត្រក៏ចាក់ចេញទៅនាងរត់ដោយសារឆ្មារត់ដល់ខ្លងទ្វារយប់នោះមុននឹងទៅនាងថ្លែងអំណរគុណដល់ឆ្មាបើឆ្មាមិនជួយទេនាងមិនអាចរួចផុតឡើយតែឆ្មាបានឆ្លើយខ្ញុំមិនត្រូវការអ្វីតបស្នងទេដូច្នេះនាងឲ្យសម្លេងថតដល់ទីហ៊ានយាមក្រុងហើយចាក់ចេញពីក្រុងជារៀងរហូតពីឯពេលនេះតែព្រះអង្គមិនដឹងនាងទៅណាធ្វើដូចគ្មានអ្វីការរៀបការនឹងស្រីល្បិចហើយតាមស្រីនោះរកនាងឃើញចង់យកនាងធ្វើទាសីឲ្យស្រីនោះតែហើយនាងមិនឆ្លើយព្រះអង្គខឹងក៏រុញទ្វារចូលរកមិននឹកស្មានថាប្រាប់រឿងអាក្រក់ទៅត្រង់ស៊ីនដឺរ៉េឡាទៅបាត់ហើយស្អីគេ